មានការត្រៀមរៀបចំគ្រប់គ្រាន់និងមានការតាំងចិត្តខ្ពស់ការត្រៀមរៀបចំច្បាស់លាស់ធ្វើឲ្យយើងមានការតាំងចិត្តខ្ពស់សម្រាប់មុខរបរហើយដើម្បីឈានទៅដល់គោលដៅដែលបានកំណត់ទុកក្នុងក្តីសម័យអ្នករកស៊ីត្រូវតែមានក្តីសម័យនៅពេលដែលយើងបានត្រៀមចិត្តត្រៀមកាយត្រៀមទាំងសម្ភារៈត្រៀមតាំងពីដើមទុនត្រៀមតាំងពីកន្លែងទីតាំងដើម្បីរកស៊ីមុខរបរមួយនេះឲ្យវាមានភាពប្រសើរដើម្បីឲ្យដល់គោលដៅអញ្ចឹងអ្នកលក់ម្នាក់ត្រូវតែមានក្តីសម័យរបស់ខ្លួនក្តីសម័យរបស់ខ្លួនយើងត្រូវចង់ធ្វើបែបម៉េចថាមុខរបរមួយដែលខ្ញុំកំពុងតែចាប់ផ្ដើមនេះខ្ញុំថ្ងៃនេះខ្ញុំរកស៊ីដាក់ទំនិញបន្តិចសិនហើយខ្ញុំរំពឹងថាខែក្រោយឬក៏ខែក្រោយទៀតរហូតដល់ឆ្នាំក្រោយទៀតខ្ញុំនឹងពង្រីកដើមទុនខ្ញុំឲ្យបានកាន់តែច្រើនពង្រីកទំនិញខ្ញុំឲ្យបានកាន់តែច្រើននៅពេលណាយើងមានដាក់ក្តីសម័យច្បាស់លាស់នោះហើយយើងនឹងងាយដល់សម្រេចដល់គោលដៅរបស់យើងត្រូវតែសំខាន់បំផុតគឺយើងត្រូវតែមានគោលដៅយើងត្រូវតែមានក្តីសម័យនិងមានមហិច្ឆតាឲ្យបាន